ពិធីបុណ្យវិសាខបូជាឬពិសាខបូជាជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនាគឺធំជាងបុណ្យណាទាំងអស់បុណ្យមាឃបូជាបុណ្យកឋិនបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំអីក៏មិនស្មើនឹងបុណ្យវិសាខបូជាទេគ្រប់ប្រទេសទាំងអស់មិនថាតែប្រទេសខ្មែរយើងទេឲ្យតែដល់ថ្ងៃ15កើតពេញបូរមីខែពិសាខហើយគឺតែងតែនាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជានឹងមិនដែលខានទេគឺធ្វើទាំងនិកាយថេរវាទហើយនិងនិកាយមហាយានមិនមែនធ្វើតែប្រទេសដែលកាន់សាសនាលទ្ធិថេរវាទដូចខ្មែរយើងទេប្រទេសដែលកាន់ពុទ្ធសាសនានិកាយមហាយានក៏គេប្រារព្ធធ្វើពិធីបុណ្យវិសាខបូជានៅក្នុងថ្ងៃ15កើតពេញបូរមីខែពិសាខនឹងដែរអត្ថន័យសំខាន់ពិធីបុណ្យវិសាខបូជាហ្នឹងគឺមាន3ចំណុចដែលយើងប្រារព្ធធ្វើគឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងព្រះអង្គប្រសូតហ្នឹងជាចំណុចទី1ទី2គឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយចំណុចទី3គឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាននេះគឺជាអត្ថន័យសំខាន់ដែលពុទ្ធបរិស័ទយើងគប្បីចងចាំទាំង